អ្នកលេងបណ្ដាញសង្គម Facebook ជាពិសេសអ្នកនិយមតាមដានទស្សនាកម្មវិធីតាម trend ដែលមានលោក David និងកញ្ញា Heng Bonica ជាពិធីការនីបាននឹងកំពុងផ្ទុះចាប់អារម្មណ៍លើកិច្ចសម្ភាសន៍មួយដែលមានកញ្ញា Chinglin ជាចៅស្រីបង្កើតរបស់តារាកំប្លែង Nikoi និងកញ្ញា Soli ជាតារាកិត្តិយសកិច្ចសម្ភាសន៍នោះដែរកញ្ញា Chinglin និងកញ្ញា Soli បានចែករំលែកពីបទពិសោធន៍ពាក់ព័ន្ធនឹងរឿងរ៉ាវបេះដូងដោយត្រង់ពាក្យមួយរបស់កញ្ញា Chinglin ដែលបានជជែកជាមួយកញ្ញា Soli នៅពាក្យមួយម៉ាត់ថាភ្លុកបានធ្វើឲ្យអ្នកទស្សនាមានការវែកញែកនិងបញ្ចេញមតិជាបន្តបន្ទាប់តាមរយៈការចែករំលែកកញ្ញា Chinglin និយាយទៅកាន់កញ្ញា Soli ថាចង់សួរទៅ Soli ថាបើសិនជាគិតថាម្នាក់នឹងសាវ៉ាអត់ចង់បើកផ្លូវឲ្យគាត់ចូលក្នុងជីវិតមួយនឹងគឺដោយសារតែគាត់ខ្លាចគាត់ទៅនិយាយចុះបើសិនជាមនុស្សនឹងអត់ដូចជាការគិតយើងពេលខ្លះត្រូវជឿជាក់លើខ្លួនឯងដែរយើងក៏ត្រូវភ្លក់វាដែរយើងភ្លក់ថាតើម្នាក់នឹងចឹងមែនអត់ហើយយើងត្រូវគិតថាយើងមានសមត្ថភាពកែតម្រូវម្នាក់នឹងបានឬអត់